តោះនេះជាមេរៀនចុងក្រោយគេនៅក្នុងកម្មវិធី Excel ហើយយើងរៀន save file Excel យើងជា PDF ដើម្បីយកទៅ print ឬក៏យកទៅឲ្យគេមើលនៅក្នុង Telegram ក្នុងអីចឹងណាតោះយើង save ជា PDF គេ save មិនខុសគ្នាជាមួយនឹងកម្មវិធី Word ឬ PowerPoint ទេរបៀបតែមួយអញ្ចឹងយើងចាប់ផ្ដើមខ្ញុំសូមលុបនេះចេញសិនបាទអញ្ចឹងចាប់ផ្ដើមពីការចុច select sheet ដែលយើងចង់ save ណាខ្ញុំចង់ save តែមួយ sheet ទេអញ្ចឹងខ្ញុំចុចជាមួយនឹងថ្នាក់ B តែម្ដងខ្ញុំយក file យើងយក save as យើងយក browse ហើយទីតាំងដែលយើងចង់ទុកឥឡូវខ្ញុំចង់ទុកលើអេក្រង់តែម្ដងខ្ញុំយក desktop ហើយកន្លែងប្រភេទនេះខ្ញុំយក PDF បាទ PDF អញ្ចឹងយើងចុចលើ save មកនេះហើយយើងចង់ទៅរកវាទៅរកនៅណាទៅរកនៅក្នុងនេះលើ desktop លើអេក្រង់ហើយយើងឲ្យផ្ញើតាម Telegram ឬក៏បោះពុំវាបានណាបើកមើលវាបានយ៉ាគេកែបានណានេះ file នេះគេកែដែរបានត្រឹមតែបើកមើលឬយកទៅ print អូខេអញ្ចឹងចុះបើយើងចង់ print ចង់ save ម្ដងទាំងអស់ធ្វើម៉េចខ្ញុំចង់ save ម្ដងទាំងអស់ខ្ញុំ select ទាំងអស់មកស្ដាំយក select all sheet ទៅ select ទាំងអស់ហើយឃើញ select ទាំងអស់ហ្នឹង select ទាំងអស់ហើយ file save as ដដែល browse ដដែលទីតាំងរើសដាក់កន្លែងណាហើយយើងយករើសកន្លែងនេះយក PDF ដូចមុនមក click បាច់ចុច save ចុចនេះដាក់ឈ្មោះវាជន់មកអាចាស់ហើយជន់វាជន់ហើយជន់អាចាស់ចាំមានតែលុបអាចាស់ចោលអត់ចង់ជន់ដូរឈ្មោះមកអញ្ចឹងដាក់ B នៅលើដាក់សេដាក់ការនៅក្រោមបាទអញ្ចឹងវាមានគ្រប់ថ្នាក់ទាំងអស់មកហើយបាទអញ្ចឹងរបៀប save ជា PDF មានប៉ុណ្្នឹងឯង